នៅពេលដែលគាត់កែទម្លាប់ហ្នឹងបញ្ហាដែលគាត់ធ្លាប់មានហ្នឹងចុះដូចភាសាជាងមុនមានឪពុកម្ដាយខ្លះគាត់បែកបាក់គ្រួសារអញ្ចឹងកូននឹងបាក់ទឹកចិត្តបាក់អីចឹងដល់ពេលយើងមកសាលាយើងមានកម្មវិធីទាំងអស់ហ្នឹងគាត់ចាប់ដើមមក fully ហើយឥឡូវខ្លាយជាសិស្សបកានិយាយទៅគឺមួយអាទិត្យហ្នឹងគឺគាត់ធ្វើគ្រប់ដែលយើងផ្ដោតតាំងពីដើមមកដែលខ្ញុំប្រាប់ខាងប្អូនហ្នឹងគឺតាក់ទងជាមួយនឹងមនុស្សពេញលេញបាទអញ្ចឹងកាលណាគាត់ចង់បីកូននឹងរៀនបកាទេអត់ដែរហេតុអីគាត់បាក់ទឹកចិត្តទៅលើ behavior ការគ្រប់គ្រងអារម្មណ៍ស្មារតីរបស់គាត់ resilient ពេលជួបវិបត្តិគាត់ធ្វើម៉េចតែបើយើងផ្ដល់អាហ្នឹងដល់ការអប់រំអាហ្នឹងឲ្យគាត់បាទឥឡូវនេះគាត់ខ្លាចជាសិស្សបកាហើយម៉ែឪគាត់ឪពុកម្ដាយរបស់គាត់នឹងសរសើរដែលយកកូនផ្សេងសាច់ញាតិអីមកអស់បាទជំរាបសួរលោកគ្រូបាទអរគុណច្រើនមែនទែនលោកគ្រូដែលបានចំណាយពេលថ្ងៃនេះមកកាន់ studio របស់ Business Academy ផ្ទាល់តែម្ដងលោកគ្រូជាដំបូងចង់ឲ្យលោកគ្រូជួយណែនាំខ្លួនបន្តិចមុនយើងចូលដល់សំណួរសំខាន់ៗផ្សេងទៀតខ្ញុំលោកគ្រូថោងវាសនាហើយបច្ចុប្បន្ននេះជា CEO នៃសាលារៀនអន្តរជាតិ AIA ហៅកាត់ថាបញ្ញវន្តអង្គរហ្នឹងបាទលោកគ្រូបាទហើយមុននឹងបន្តិចគឺខ្ញុំបានជជែកហ្នឹងគឺតាក់ទងជាមួយនឹងបទពិសោធន៍នៅក្នុងវិស័យអប់រំហ្នឹងគឺ26ឆ្នាំហើយបាទទាំងឯកជនទាំងរដ្ឋហើយដោយសារតែស្រឡាញ់ចូលចិត្តនៅក្នុងវិស័យអប់រំហ្នឹងយើងចេះបន្តការសិក្សាទៅលើវិស័យអប់រំហ្នឹងទៅដល់កម្រិតបណ្ឌិតបាទអញ្ចឹងហើយនៅក្នុងវិស័យអប់រំបណ្ឌិតហ្នឹងគឺនៅក្នុងវិស័យអប់រំតាំងពី Bachelor តាំងពី Master ហើយនឹងដល់បណ្ឌិតបាទលោកគ្រូAA បង្កើតឡើងតាំងពីឆ្នាំណាហើយតើមានកត្តាអីខ្លះដែលធ្វើឲ្យយើងសម្រេចចិត្តបង្កើត AA ឡើងនៅឆ្នាំ2000ចុងឆ្នាំ2019ខែ12ហ្នឹងយើងបានបង្កើត AA នៅខេត្តកំពង់ឆ្នាំងហើយអ្វីដែលជាកត្តាធ្វើឲ្យយើងងាកមកធ្វើការហើយមកបង្កើតជាសាលាមួយបាទអញ្ចឹងមានបាវចនាមួយនៅក្នុងដួងចិត្តនៅក្នុង passion របស់យើងហ្នឹងគឺទាំង co-founder ទាំង founder ហ្នឹងគឺពាក្យថា journey to success together ហើយដើម្បីឲ្យជោគជ័យទាំងអស់គ្នាបានទាំងអ្នកណាព្យាបាលសិស្សានុសិស្សអ្នកដែលពាក់ព័ន្ធបាទគឺចេញពីការអប់រំមួយដែលល្អដែលយើងហៅកាត់ថាការអប់រំដែលមានលក្ខណៈពេញលេញហើយពេញលេញហ្នឹងមិនពេញលេញហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹងមិនមែនតែចំណេះទេមិនមែនតែចំណេះជំនាញទេវាទៅលើបញ្ញាហ្នឹងគឺបញ្ញាផ្លូវអារម្មណ៍ដែលយើងអាចទំនាក់ទំនងជាមួយខ្លួនឯងបានជាមួយអ្នកដទៃជាមួយនឹងសង្គមបានល្អហើយលើសពីនឹងទៅទៀតគឺបញ្ញារាងកាយបាទពេញលេញហ្នឹងគឺវាមានរាងកាយមានសុខភាពហ្នឹងដែលយើងមើលឃើញថាបញ្ហាដែលអប់រំដែលគេហៅថា well rounded education ឬក៏ whole child បាទ whole child development ហ្នឹងគឺបើសិនជាយើងធ្វើអានឹងបានយើងនឹងបង្កើតធនធានមួយដែលវាជា ecology ជួយទៅលើអ្នកដែលពាក់ព័ន្ធទាំងអស់ជួយទាំងអាជីវកម្មជួយទាំង business ជួយទាំងនិយាយទៅគឺយើងចេញពីការអប់រំដែលត្រឹមត្រូវមួយដែលយើងហៅថាការអប់រំដែលបរិសុទ្ធការអប់រំដែលមានលក្ខណៈពេញលេញឬក៏នៅក្នុងប្រទេសខ្លះគេហៅថាការអប់រំដែលគ្រប់ជ្រុងជ្រោយបាទអញ្ចឹងនៅយើងគឺផ្ដល់នៅការអប់រំដែលមានលក្ខណៈពេញលេញបាទមានន័យថាគាត់មិនរៀនតែគណិតវិទ្យាឬក៏អីប៉ុន្តែគាត់អាចរៀនពីការគ្រប់គ្រងចិត្តរបស់គាត់ផ្សេងទៀតដូចគ្រូបានមានវិសាជា passion ជាការបដិញ្ញាចិត្តហ្មងបង្កើតសាលាហ្នឹងគឺចង់បង្កើតទុនធានដែលគេហៅថាទុនធានដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយលើសពីការដែលបងអូនបានយើងនិយាយមិញថា
តែរៀនតែ តូនជាមួយជាណាបាទតែកណិតតែអីទេប៉ុន្តែវាលើសពីនឹងជួនកាលអូនឃើញហើយអ្នកខ្លះមានចំណេះដឹងប៉ុន្តែគាត់ខ្វះអត្តចរិតគាត់ខ្វះការគ្រប់គ្រងអារម្មណ៍គាត់ខ្វះស្មារតីគាត់ខ្វះសុខភាពចុះអានឹងធ្វើម៉េចវាអត់ពេញលេញទេវាអត់ពេញលេញទេអញ្ចឹងទៅដឹកនាំប្រទេសទៅដឹកនាំអាជីវកម្មអញ្ចឹងវាទៅជាបន្ទុកនៃសង្គមអញ្ចឹងត្រូវការបណ្ដុះបណ្ដាលឲ្យមានលក្ខណៈពេញលេញទៅជាបេះដូងបាទអញ្ចឹងនឹងហើយជាគោលគំនិតធំដែលយើងសម្រេចចិត្តក្នុងការបង្កើតសាលា AA បាទលោកគ្រូបច្ចុប្បន្ននេះ AA មានប្រមាណសាខាហើយតាំងពីយើងចាប់ផ្ដើមបើកនៅក្នុងឆ្នាំ2019មកដល់ពេលនេះជាបេសកកម្មរបស់យើងបើកនិយាយទៅជិតដើមបន្តិចបាទបេសកកម្មរបស់យើងចង់បើកមួយឆ្នាំមួយសាខា2000ចុង2019យើងបើកមួយសាខា2020ចុង2021យើងបើកមួយអញ្ចឹងអាចរាប់ទៅពី2020ចុះព្រោះនោះវាចុងហើយបាទ2020មកដល់ឥឡូវនេះគឺយើងមាន5សាខាអញ្ចឹងយើងបើសិនយើងនិយាយពីបេសកកម្មដែលយើងបានសិតដែលយើងបានដាក់គឺវា achieve បាន5សាខាហើយសម្រាប់តាមផែនការព្រោះឆ្នាំមួយសាខាគាត់ថានៅក្នុងហ្នឹងវាជួបនឹងផលលំបាកដែរអូខេជួបនឹងការជួបផលលំបាកខ្ញុំចង់ដឹងដែរព្រោះតែពេលយើងចាប់ផ្ដើមនេះតាមមើលឆ្នាំគឺឆ្នាំ2019អាចថាហើយជាមុនកូវីដបន្តិចដែរលោកគ្រូខែ12បាទមុនកូវីដបាទហើយតើពេលយើងចាប់ផ្ដើមមុនកូវីដបន្តិចហើយមកគ្រូកាត់កូវីដនេះជួបទៅផលលំបាកយើងដោះស្រាយបែបម៉េចទៅពេលដែលយើងបាន3ខែកូវីដបាទកូវីដហើយយើងបើនិយាយទៅយើងអ្នកធ្វើការនៅសាលាយើងបត់ពិសោធន៍ទៅលើបច្ចេកទេសសាលាបាទប៉ុន្តែដល់ពេលដល់ពេលជួបវិបត្តិវាពាក់ព័ន្ធជាមួយនឹងហិរញ្ញវត្ថុពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងអាជីវកម្មយុទ្ធសាស្ត្រអាជីវកម្មអីវិញបាទគាត់ថាមានចំណុចមួយដែលយើងធ្វើបានល្អយើងអាច survive មកដល់បច្ចុប្បន្នហ្នឹងយើងអាចរស់បានគឺដោយសារតែមានការបត់បែនបានលឿនបាទពាក្យដែលយើងប្រើហ្នឹងគឺមានការបត់បែនហើយបត់បែនហ្នឹងមិនបត់បែនទៅលើកម្មវិធីសិក្សាយើងអនឡាញប៉ុន្តែយើងធ្វើទៅជា offline ប៉ុន្តែយើងដូរទៅមកទៅជា online បានយ៉ាងលឿនកាលហ្នឹងបើយើងពិនិត្យមើលទៅគឺមានតែសាលាយើងទេដែលផ្លាស់ប្ដូរបត់លឿនជាងគេអូខេបាទនៅក្នុងប្រទេសកម្ពុជាហ្នឹងយើងបត់បានមុនលឿនជាងគេបាទហើយមានការចូលរួមពីលោកគ្រូអ្នកគ្រូយ៉ាងស្រាក់ស្រាំមានផលលំបាកខ្លះអញ្ចឹងណាលោកគ្រូអ្នកគ្រូដែលគាត់វ័យចំណាស់លោកគ្រូអ្នកគ្រូដែលគាត់វ័យក្មេងមិនសូវអីប៉ុន្តែវ័យរៀងចំណាស់ណាគាត់បច្ចេកវិទ្យាអីផ្សេងប៉ុន្តែគាត់ប្រឹងអានេះដែលខ្ញុំឃើញថាយើង inspire គាត់យើងលើកទឹកចិត្តគាត់អញ្ចឹងគាត់ប្រឹងយើងធ្វើបានជោគជ័យរហូតទៅដល់យើងអាចទោះបីក្នុងកូវីដយើងមើលយើងបើកបានក្រោយកូវីដយើងបើកបានមួយទៀតបាទតាមឆ្នាំដែលយើងបានកំណត់ទោះបីយើងនៅក្នុងវិបត្តិនឹងក៏ដោយប៉ុន្តែពេលហ្នឹងមានជាថាអត់យកប្រាក់ខែអត់ទេដើម្បីឲ្យ survive រស់នៅក្នុងពេលកូវីដអាហ្នឹងធ្វើក្រោយមកដំបូងហ្នឹងអត់អីទេបាទប៉ុន្តែដោយសារតែការពជាការរៀនអនឡាញហ្នឹងគឺយើងបានតែ60 40ទៅ50 60% នៃចំនួនឡើងចុះឡើងសោះបាទអញ្ចឹង40% stable អញ្ចឹងតាក់ទងជាមួយនឹងលោកគ្រូអ្នកគ្រូគាត់យល់ដែរបាទអញ្ចឹងយើងមានការចូលរួមដូចថាគាត់យល់អំពីស្ថានភាពហ្នឹងណាអញ្ចឹងធ្វើម៉េចគាត់អាចsurvive នៅក្នុងសេដ្ឋកិច្ចរបស់គាត់បានគាត់រស់នៅក្នុងសេដ្ឋកិច្ចរបស់បានយើងក៏អាចរស់បាននៅក្នុងហ្នឹងបាទជឿមានថាឆ្លងកាត់តែលំបាកហើយលំបាកព្រោះកូវីដណាក៏លំបាកដែរសូម្បីក្រុមហ៊ុនផ្សេងទូទៅមិនមែនតែក្នុងវិស័យអប់រំក៏ជួបផលលំបាកច្រើនដែរបាទលោកគ្រូខ្ញុំចាប់អារម្មណ៍មួយទៀតដោយសារយើងបើកនៅក្នុងឆ្នាំ2019ជាសាលាដែរទូចមួយហើយថ្មីថែមទៀតខណៈដែលនៅក្នុងទីផ្សារមានការប្រកួតប្រជែងច្រើនសម្រាប់សាលា AIA មានលក្ខណៈពិសេសអីខ្លះដែលធ្វើឲ្យអាណាព្យាបាលគាត់ជឿទុកចិត្តសុខចិត្តបញ្ជូនកូនឲ្យទៅសិក្សានៅសាលា AA បាទយើងបើកសាលាធម្មតាមុនដំបូងគេអត់សូវស្គាល់យើងទេបាទប៉ុន្តែអ្វីដែលសំខាន់ដោយសារយើងនៅក្នុងវិស័យនឹងច្រើនគេស្គាល់យើងជានរណាបាទគឺស្គាល់ founder អ្នកដែលគាត់
ចូលរួមជាមួយខាងខ្ញុំហ្នឹងជាណាគាត់ជឿជាក់លើមនុស្សមុនហ្មងណាអញ្ចឹងគាត់បញ្ជូនកូនចៅមកចូលរឿងហ្នឹងមួយផ្នែកហើយចំណែកផ្នែកមួយទៀតគាត់មើលអ្នកដែលគាត់នេះទៅគាត់មើលទៅលើចក្ខុវិស័យបេសកកម្មគុណតម្លៃរបស់យើងអញ្ចឹងវាពាក់ព័ន្ធជាមួយនឹងនៅពេលដែលគាត់ឃើញចក្ខុវិស័យឃើញបេសកកម្មឃើញគុណតម្លៃហើយគាត់មកចូលវាលើសពីអានឹងទៀតដែលយើងធ្វើនឹងមិនមែនតែនៅក្នុងស្រុកទេមានការសហការជាមួយនឹងប្រទេសខាងក្រៅដោយលឿនបំផុតសហការទៅគាត់មានឱកាសក្នុងការចូលរួមជួនកាលគាត់អត់ទាន់មានឱកាសមិត្តភ័ក្តិគាត់មកចែករំលែកបាទអញ្ចឹងគាត់ឃើញចំណុចហ្នឹងហើយសុវត្ថិភាពគាត់ឃើញនិយាយទៅគឺមិនមែនយើងអត់ចង់និយាយថា 100% ទេព្រោះក្មេងយើងរៀនក្មេងប៉ុន្តែបើយើងនិយាយពីសុវត្ថិភាពជាខមួយសម្រាប់ព្រោះយើងបើកដំបូងក្មេងៗអញ្ចឹងសុវត្ថិភាពគឺសឹងតែ 100% បាទសឹងតែ 100% ស្ទើរតែវាប៉ះវាមិនមែនថា 100% មកគាត់ថាវាអាហ្នឹងគឺថាជា high rate វាជាចំនួនតម្លៃបាទជាចំនួនដែលខ្ពស់ដែលសាលាភាគច្រើនគឺពិបាកក្នុងការធ្វើណាសុវត្ថិភាពនេះបាទចុះលោកគ្រូតើមានកម្មវិធីសិក្សាអីពិសេសខ្លះដែរដោយលោកគ្រូជំរាបខាងដើមនោះថាយើងកម្មវិធីសិក្សាពេញលេញក្រៅពីកម្មវិធីសិក្សាពេញលេញអីមានការប្រកួតប្រជែងអីទៅក្រៅស្រុកឬអត់ទេដែលធ្វើឲ្យសិស្សដែលគាត់រៀននៅហ្នឹងគាត់អាចបដោះសមត្ថភាពគាត់កាន់តែខ្លាំងហើយការទៅក្រៅស្រុកហ្នឹងវាមួយហើយបណ្ដាខាងយើងបដោះចេញពី inside out ពីខាងក្នុងទៅខាងក្រៅទីមួយចំណេះជំនាញនេះគឺវាដូចគ្នាហើយបើឡាគណៈចំណេះជំនាញទៅលើកម្មវិធីសិក្សារបស់យើងហៅថាចំណេះដឹងទូទៅជាភាសាអង់គ្លេសរៀនគណិតជាភាសាអង់គ្លេសរៀនសុខតកតងសុខភាពជាភាសាអង់គ្លេសរៀនមុខវិជ្ជាជាភាសាអង់គ្លេសតែម្ដងអញ្ចឹងគាត់អាចមានលទ្ធភាពទៅខាងក្រៅបានហើយលើសពីនឹងទៀតមានកម្មវិធីសិក្សាបន្ថែមដែលសង្គមយើងដែលយើងឃើញថាមានបញ្ហាហ្នឹងយើងបញ្ចូលទៅលើអត្តចរិតការអប់រំអត្តចរិតការអប់រំការអានហ្នឹងគឺកំណត់រាប់រយក្បាលក្នុងមួយឆ្នាំគឺគាត់ត្រូវមានគោលដៅក្នុងការអានគឺកម្មវិធី Raskit អន្តរជាតិហើយកម្មវិធីដែលយើងដាក់ឲ្យកូនសិស្សដែលគាត់ធ្វើជាប្រចាំគឺសន្តាប់ធ្នាប់ដែលជាជំនាញមួយរបស់មនុស្សសកលដែរសន្តាប់ធ្នាប់ហ្នឹងណាហើយមានសមាធិមានសមាធិបាទមានសមាធិយើងធ្វើជាប្រចាំហ្មងហើយយើងបង្កើតជា routine មួយដែលវា align ជាមួយនឹងដែលវាស្របជាមួយនឹងគោលការណ៍របស់មនុស្សសកលមានសមាធិមានសន្តាប់ធ្នាប់បាទសហការធ្វើការអីផ្សេងៗហើយនឹងជំនាញសតវត្សទី21ក្នុងនឹងដែរមានយើងផ្ដោតទៅលើ science STEM ការដូចឃើញទៅស្រុកក្រៅទៅខាងកូរ៉េទៅខាងសិង្ហបុរីអីផ្សេងៗហ្នឹងគឺទៅប្រកួត science ហ្នឹងឯងវ៉ាវទៅប្រកួតនៅក្រៅប្រទេសទៅប្រកួតនៅ science ទៅចូលរួមផងទៅប្រកួតផងបាទគឺគាត់ស្រាវជ្រាវជាគេហៅស្រាវជ្រាវជា classroom research ខ្លួនគាត់ហើយមានលោកគ្រូអ្នកគ្រូជួយសហការស្រាវជ្រាវទៅលើវិទ្យាសាស្ត្រហ្នឹងគាត់បង្កើតនេះបង្កើតនោះអញ្ចឹងណាអញ្ចឹងយើងផ្ដោតអានឹងខ្លាំងហើយជាលក្ខណៈ project based ក្នុងការរៀនជាបាទជាគម្រោងនោះវានាំឲ្យគាត់ចេះគិត critical thinking គិតស៊ីជម្រៅធ្វើឲ្យគាត់ចេះដោះស្រាយបញ្ហាធ្វើឲ្យគាត់បង្កើតថ្មីដែលជាគោលដៅនៃការអប់រំកម្រិតខ្ពស់បាទគឺតាម Bloom taxonomy គឺកម្រិតទាបគឺគ្រាន់ចងចាំឯងកម្រិតទី2យល់បាទកម្រិតទី3អនុវត្តកម្រិតទី4ចេះវាយតម្លៃបាទកម្រិតទី5ចេះសញ្ញោគអូខេកម្រិតទីចុងក្រោយដែលយើងចង់បាននោះគឺការបង្កើតថ្មីអញ្ចឹងយើងចង់ឲ្យគាត់បង្កើតថ្មីយកអ្វីមួយយកទៅបង្ហាញហើយជួយសង្គមជាតិយើងដែលកំពុងតែជួបបញ្ហាហ្នឹងប៉ុន្តែលក្ខណៈមួយទៀតដែលសិស្សសាលាអន្តរជាតិដែលគាត់មានហ្នឹងគឺអ្វីដែលសំខាន់ហ្នឹងគឺព្រោះធម្មតាវិទ្យាសាស្ត្រវាមានកម្រិតមុខ2ហើយមួយគឺមានកម្រិតមុខ2អញ្ចឹងកម្មវិធីអត្តចរិតអប់រំអត្តចរិតនេះគឺជួយឲ្យគាត់គិតអ្វីដែលត្រឹមត្រូវធ្វើដោយមានមនសិការតើអ្វីដែលគាត់កំពុងតែធ្វើនោះវាជួយសង្គមជួយខ្លួនឯងជួយគ្រួសារជួយពិភពលោកយ៉ាងម៉េចបាទអានេះជារឿងដែលសំខាន់ដែលជាផ្លូវដែលសំខាន់
ជាងនឹងទៅទៀតអ្វីដែលឪពុកម្ដាយដែលគាត់ឃើញថាយើងកំពុងតែដើរផ្លូវត្រូវហ្នឹងគឺតាក់ទងជាមួយនឹងកម្មវិធី CEO Kit អូ CEO Kit បាទ CEO Kit ហ្នឹងគឺផ្ដោតទៅលើភាពជាអ្នកដឹកនាំសុទ្ធហ្មងហើយគួបជាមួយនឹង Kitpreneur អូ រៀនគាត់ឲ្យចេះគ្រប់គ្រងហិរញ្ញវត្ថុហើយនឹងសហគ្រិនភាពអញ្ចឹងគាត់មានភាពជាអ្នកដឹកនាំគាត់មានអត្តចរិតគាត់ទៅដឹកនាំអាជីវកម្មភាគច្រើនគឺជោគជ័យអូហើយគាត់អាចជួយក្រុមគ្រួសារគាត់តាំងគាត់នៅវិទ្យាល័យបាទហើយមួយទៀតបើអ្នកគាត់អត់ចង់គាត់មានលទ្ធភាពក្នុងការរៀនទាំងអស់គ្នាពីថ្នាក់ទី7ទៅណាបាទប៉ុន្តែមួយទៀតបើស្អីគាត់ថាឥឡូវអត់ទាន់ ready ទេខាងសាលាផ្ដល់នៅគេហៅថា Future Career Fit កម្មវិធី Career Fit ហ្នឹងគឺគាត់រៀនអំពីសរសេរ CV បាទយកទៅ apply យកទៅសម្ភាស intern ជាមួយដៃគូ internship ដៃគូរបស់យើងបាទរបស់សាលារបស់យើងបាទគាត់ទៅធ្វើការឲ្យគេ volunteer គេឲ្យប្រហែល50 100អញ្ចឹងទៅហើយដល់ពេលគាត់ចេញទៅប្រឡូកនៅក្នុងការងារជាក់ស្ដែងគាត់មានបទពិសោធន៍បាទគាត់មានបទពិសោធន៍ដែលយើងឃើញថាចុងការអ្នកនៅក្នុងបរិបទ HR ដឹងហើយចុងការកូនខ្លះគាត់អត់ចេះសូម្បីតែទៅសម្ភាសហ្នឹងនឹងដឹងស្លៀកអីផងហើយបាទសូម្បីតែ CV ដឹងធ្វើម៉េចបាទ CV ដឹងធ្វើម៉េចហើយសម្ភាសធ្វើម៉េចអញ្ចឹងយើងឲ្យគាត់ ready មកអញ្ចឹងយើងមើលឃើញថាសិស្សដែលគាត់ចេញពីសាលា AA សាលាអន្តរជាតិ AA ហ្នឹងខ្ញុំជា pride របស់ខ្ញុំជា pride របស់ចេញទៅគឺសិស្សខ្ញុំអូបាទអញ្ចឹងគាត់ឥឡូវនេះគាត់មាន alumni ពីជំនាន់ហើយអញ្ចឹងគាត់មកចែកម្លែកវិញហើយទៅដល់ដៃគូរបស់យើងតាមដានរហូតដៃគូយើងថាសិស្សយើងដែលចេញទៅហ្នឹងមិនដែរជាមនុស្សច្រឡំខាមឬក៏អត់ចេះគោរពគេឬក៏អីគឺ feedback មកគឺល្អបាទព្រឹកមិញក្រុមការងារគាត់ចុះទៅថត footage នៅសាលាផ្សេងៗថាសិស្សរស់រាយគាត់សប្បាយគាត់ចេះគោរពយើងជាអ្នកទៅថតទៅជួបឲ្យផ្សេងៗភាសាតែដល់គ្រូបានវាសាលោកគ្រូខ្ញុំចាប់អារម្មណ៍មួយទៀតនៅ AA របស់យើងមិនមែនបរៀនតែសិស្សវិទ្យាល័យយើងមានតាមទីរូបដ្ឋានទៀតនេះអាចប្រហែលបានទីពីកម្មវិធីសិក្សាទាំងអស់ហ្នឹងបើថាទីបានបើនិយាយពីតាក់ទងជាមួយនឹងកម្មវិធីយើងមើលឲ្យ deep មើលឲ្យជ្រៅនៅក្នុងមានន័យថាចិត្តសាស្ត្រនៅក្នុងការអប់រំបាទនៅក្នុងទ្រឹស្ដីអីផ្សេងដែលគេលើកឡើងមកអញ្ចឹងគេចង់ឲ្យកូនសិស្សគាត់ចូលរៀនឲ្យបានតាំងពីអាយុយ៉ាងហោចហ្នឹងឲ្យបានតាំងពីឆ្នាំមកដើម្បីឲ្យគាត់កាលណាគាត់នៅមជ្ឈដ្ឋានផ្សេងគាត់ជួបអ្វីដែលអត់ល្អច្រើនអញ្ចឹងទៅចូលក្នុងគ្រូក្បាលគាត់មកអប់រំបើមកដល់ថ្នាក់ចាំថ្នាក់ទី1គាត់ពេញអានោះវាបាក់បាទអញ្ចឹងគេចង់ឲ្យមកនៅក្នុងប្រព័ន្ធអប់រំហ្នឹងតាំងពីតូចតាំងពីអាយុ2ឆ្នាំមកបាទហើយក៏បានពីនឹងទៀត6ខែមកបាទតាំងពី6ខែដើម្បីឲ្យគាត់យកអ្វីដែលល្អព្រោះក្មេងកដាសបានអាហ្នឹងទៅគឺការអភិវឌ្ឍរបស់គាត់បានលូនបាទអញ្ចឹងកម្មវិធីប៉ុន្តែនៅខាងយើងគឺយើងទទួលតែ2ឆ្នាំទៅទេហើយបន្ទាប់មកបានបតីពី3ឆ្នាំទៅ5ឆ្នាំហ្នឹង6ឆ្នាំទៅ12ហ្នឹងហើយដល់វិទ្យាល័យដល់12បាទខ្ញុំចាប់អារម្មណ៍មួយទៀតការបង្រៀននៅ AA យើងមានបរៀនដល់3ភាសាបាទអាហ្នឹងបែបមិនទាំង3ភាសាយើងមើលឃើញមានភាសាខ្មែរហ្នឹងគោលហើយបាទ local យើងភាសាអង់គ្លេសភាសាចិនបាទអញ្ចឹងយើងមើលឃើញនិន្នាការនៃថានៅក្នុងសេដ្ឋកិច្ចទាំងអាជីវកម្មទាំងគឺភាសាខ្មែរយើងត្រូវចេះឲ្យចាំបាច់ប៉ុន្តែភាសាអង់គ្លេសហើយភាសាចិននេះវាជាភាសាមួយដែលយើងប្រើទៅលើ worldwide សកលកាន់ចិនក៏កាន់តែច្រើនហើយយើងហើយ perspective ពីខាងខ្ញុំចង់ឲ្យសិស្សហ្នឹងខ្លាយទៅជាអ្នកដឹកនាំហើយអ្នកដឹកនាំអាជីវកម្មដែលជោគជ័យជួយសេដ្ឋកិច្ចជួយអីហ្នឹងអញ្ចឹងយើងត្រូវការឲ្យដាក់កម្មវិធី3ភាសាហ្នឹងតាំងពីតូចទៅហើយនៅទីនោះចាប់អារម្មណ៍មែនសូម្បីតែយើងមានកម្មវិធី CEO Kit ថែមទៀត Entrepreneur Kit គាត់ស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍មែនទេលោកគ្រូខ្ញុំចង់បន្ថែមតិចដែរលោកគ្រូគិតមកដល់ពេលនេះយើងឈរជើងនៅលើទីផ្សារ7ឆ្នាំហើយយើងវិញថាមួយឆ្នាំយើងបើកមួយឆ្នាំបើកមួយអញ្ចឹងក៏ទៅ
តើតែយើងជួបការលំបាកខ្លះមែនប៉ុន្តែបើនិយាយពីលទ្ធផលគឺយើងរីកចម្រើនមែនតើខ្ញុំចង់ដឹងថាតើអ្វីជាអាថ៌កំបាំងនៅពីក្រោយដែលធ្វើឲ្យសាលាយើងអាចរីកចម្រើនបង ការប៉ັດ6ឆ្នាំ honestly គឺនៅក្នុងទីផ្សារឆ្នាំទី6 បាទ ហើយអ្វីដែលជាយើងមានសសរដំ5សសរស្ដំហ្នឹងគឺមនុស្សទាំងអស់ទាំងបុគ្គលិកទាំងខ្ញុំពីក្បាលម៉ាស៊ីនថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូកូនសិស្សនិយាយទៅគឺ people នៅក្នុងសាលា AA ហ្នឹងគឺត្រូវតែចងចាំហើយមុននឹងធ្វើអ្វីគឺត្រូវតែគិតដល់ហ្នឹងគឺយើងហៅកាត់ពាក្យថា elite បាទ elite ហ្នឹងគឺទី1គឺ etiquette ហ្នឹងគឺក្រមសីលធម៌យើងដឹងហើយថាគោរពខ្លួនយើងគោរពអ្នកដទៃហើយធ្វើម៉េចកុំឲ្យប៉ះពាល់ដល់សង្គមប៉ះពាល់ដល់ខ្លួនឯងប៉ះពាល់ដល់អ្នកដទៃហើយទី2គឺ leadership បាទ leadership ភាពជាអ្នកដឹកនាំបង្កើននៅគុណតម្លៃបង្កើននៅឥទ្ធិពលល្អទៅដល់សង្គមបាទមុនធ្វើអីមើលអាហ្នឹងហើយអាយហ្នឹង international mindedness ផ្នត់កំណត់សកលបើកចិត្តឲ្យទូលាយទទួលយកការរីកចម្រើនពីអ្នកពីខាងក្រៅមិនថាតែស្រុកជើងនេះយើងប្រើពាក្យថា keep local go global យើងមាន identity របស់យើងបាទប៉ុន្តែយើងបើកទទួលយកអ្វីដែលថ្មីដោយសម័យនេះសម័យ AI សម័យមិនយើងទៅ keep local តែអត់បើកចិត្តទូលាយទេហើយ thoughtfulness ចេះគិតពិចារណាមុនធ្វើអីដឹងខុសដឹងត្រូវអាហ្នឹងវាខុសពីសត្វបាទចេះគិតនឹងចេះគិតពិចារណាដែលមានវិចារណញ្ញាណហ្នឹងបាទហើយចុងក្រោយហ្នឹងគឺ entrepreneurship ជាផ្នែកនៃដំណោះស្រាយធ្វើអ្វីដែលអត់មានទៅជាមានធ្វើពីបញ្ហាធំមកបញ្ហាតូចបង្កើតអ្វីដែលថ្មីដើម្បីធ្វើឲ្យបញ្ហាហ្នឹងដោះបាត់បាទចា៎នេះជាគុណតម្លៃមួយដែលមនុស្សគ្រប់រូបនៅក្នុងហ្នឹងគឺត្រូវគាត់ buy in អញ្ចឹងតែគាត់អត់ buy in ទេគាត់នឹងអាចចេញពីមិនអាចនៅស្ថាប័នបានទេអញ្ចឹងអានេះវាជាសសរស្ដំទាំង5ដែលខ្ញុំគិតថាជាអ្វីដែលយើង interact ដែលយើងទំនាក់ទំនងគ្នាហើយបើសិនទំនាក់ទំនងគ្នានៅក្នុង context របស់សសរស្ដំទាំង5ហ្នឹងបាទគួរចាប់5មែនទែនលោកគ្រូខ្ញុំចង់ដឹងដែរថាអ្វីជាក្តីសម័យរបស់លោកគ្រូសម្រាប់ពេលអនាគតថែមទៀតក្នុងនាមយើងជាអ្នកដឹកនាំស្ថាប័នអប់រំមួយនៅស្រុកខ្មែរបេះដូងខ្ញុំបេះដូងអប់រំបាទអញ្ចឹងខ្ញុំមើលនៅក្នុងបរិបទអប់រំតើអប់រំមិនយើង question ថាអប់រំមិនធ្វើឲ្យមនុស្សហ្នឹងខ្លាយទៅជាមនុស្សដែលមានការទទួលស្គាល់មានភាពជាអ្នកដឹកនាំមាននិយាយទៅគឺជាមនុស្សពេញលេញបាទព្រោះថាអ្វីគ្រប់វិស័យទាំងអស់គឺចេញពីធនធានមនុស្សត្រូវបើសិនជាយើងអប់រំខុសវិស័យទាំងអស់ក៏មានបញ្ហាដែរបាទអញ្ចឹងគឺចេញពីការអប់រំអញ្ចឹងខ្ញុំកសាងជាចក្រខុវិស័យនោះខ្ញុំចង់identity របស់យើងជាខ្មែរយើងចងចាំអត្តចរិតរបស់ខ្មែរ friendly as in the world យើង keep អាហ្នឹងល្អរបស់យើងហ្នឹងហើយយើងយកអ្វីដែលថ្មីដែលជា best practice របស់ពិភពលោកដូចកម្មវិធីសិក្សារបស់យើងbenchmark យើង benchmark ចេញពីខាងជប៉ុនសិង្ហបុរីខាង coding អញ្ចឹងទៅខាងជប៉ុនខាង 5S Kaizen បាទខាងអឺរ៉ុប Raskit បាទ online និយាយទៅគឺផ្សំច្រើនបានកម្មវិធីសិក្សាមួយដែលខ្ញុំគិតថានៅពេលដែលកូនសិស្សដែលគាត់ចូលហ្នឹងគឺគាត់នឹងទទួលបាននៅអាខហ្នឹងដែលជាក្លឹមនៃកម្មវិធីសិក្សាហ្នឹងហើយម៉ាក់ប៉ានៅពេលដែលកូនសិស្សចេញពីបញ្ញវន្តឬក៏សាលាអន្តរជាតិ AA ទៅគឺគាត់អត់សូវបារម្ភទេដោយសារគាត់យើងផ្ដល់ទាំងមូលដ្ឋានគ្រឹះដែលរឹងដូចភ្នំ character education បាទហើយការអប់រំអត្តចរិតហ្នឹងហើយនឹងកម្មវិធីដែលធ្វើឲ្យគាត់អាចចំណេះជំនាញរបស់គាត់ហ្នឹងវាស័ក្តិសមជាមួយនឹងបរិបទវាត្រូវជាមួយនឹងបរិបទបាទព្រោះឥឡូវនេះយើងឃើញដល់បរិបទ AI ខាងបញ្ញវន្តគឺ
integrate ចូលបាត់ហើយ បាទហើយមិញហ្នឹងថាមាន STEM មួយទៀត បាទមាន STEM អាហ្នឹងគឺនឹងមានស្រាប់ហើយប៉ុន្តែដូចខ្ញុំចង់និយាយថាឥឡូវនេះពង viral បាទ AI ហ្នឹងគឺយើងចង់ឲ្យមាន co intelligence សហការរវាងមនុស្សជាមួយនឹង robot ជាមួយនឹង AI ហ្នឹងដើម្បីបង្កើតអីថ្មីសហការគ្នាមិនមែនប្រឆាំងគ្នាបាទចាប់អារម្មណ៍មែនតើលោកគ្រូមើលកម្មវិធីសិក្សានៅប្រទេសដែលជឿនលឿនដែលគាត់បានអប់រំយុវជនក្មេងៗចំនួនក្រោយដូចជប៉ុនដូចអីផ្សេងៗយើងយកវាមកបញ្ចូលបង្កើតជាកម្មវិធីថ្មីមួយសម្រាប់ AA ហើយអាហ្នឹងទៅធ្វើឲ្យអនុវត្តនៅស្រុកខ្មែរបានតែម្ដងលោកគ្រូអាចលើកជាឧទាហរណ៍ជាក់ស្ដែងមួយបានទេឪពុកម្ដាយដែលគាត់មានកូនដែលបញ្ជូនមកសាលា AA ហើយមាន case study មួយដែលកូនគាត់ពេលមកអាកប្បកិរិយាគាត់មិនល្អឬក៏មិនចេះនិយាយគេឬក៏លេងជាមួយគេមិនបានតែដល់ពេលមកយើងបានអប់រំអាចមាន case study ខ្លះគាត់និយាយម៉ាក់ប៉ាគាត់និយាយប្រាប់ច្រើនតាមរយៈ testimonial នៅសាលាផងតាមរយៈផ្ទាល់ផងបាទនិយាយទៅនៅពេលដែលហ្នឹងមិនបាក់ហៅប្រាប់ឈ្មោះដែរគាត់ខ្ញុំនិយាយ case study អញ្ចឹងកូនរបស់គាត់មានបញ្ហាទីហោគ្រួសារខ្លះមានគ្រួសារខ្លះគាត់វាបញ្ហាផ្សេងគ្នាបញ្ហាខ្លះអតចរិតអត់សូវចង់រៀនបញ្ហាខ្លះទៀតដូចឆាប់ទុនជ្រាយបាទបញ្ហាខ្លះទៀតឆាប់ទុនជ្រាយហើយបញ្ហាខ្លះទៀតរៀនអង្គុយគេងនិយាយទៅមានបញ្ហាចំនួន16ដែលយើងមើលឃើញ6 10បញ្ហានៅក្នុងបញ្ហារបស់ឪពុកម្ដាយដែលគាត់ជួបរបស់កូនសិស្សដែលគាត់ជួបហ្នឹងអញ្ចឹងដល់ពេលដែលគាត់ដាក់កូនគាត់ដែលខ្ញុំចង់និយាយថាបើគាត់ដាក់ពីក្មេងមកងាយមកគឺគាត់នឹងខ្លាំងមកទៅលោកគ្រូទៅខាងជប់វ៉ាបាទទៅខាងជប់វ៉ាអាចតេស្តមកអ្នកថានៅនឹងហើយ interact ជាមួយនឹងក្មេងទាំងអស់ហ្នឹងបាទប្រហែលជាយើង feel something យើងមានអារម្មណ៍ផ្សេងប៉ុន្តែបើគាត់ចូលមកយើងទទួលស្គាល់គាត់ចូលមកពីថ្នាក់ទី7ទី8ទីអីយើងមានផលលំបាកប៉ុន្តែនៅពេលដែលគាត់ចូលកម្មវិធីរបស់យើងធ្វើតិចប៉ុន្តែវា count little thing count ចង់ថាទម្លាប់ជាប្រចាំរបស់គាត់ដែលគាត់មានសមាធិមាន 5S Kaizen ដែលគាត់ចេះរៀបចំសភៅរៀបចំទុកដាក់ហ្នឹងបាទវាចង់និយាយថាអាហ្នឹងហេតុអីមិនវាទៅដោះស្រាយបញ្ហាធំរបស់គាត់នោះដោយសារទម្លាប់បាទគាត់នៅពេលដែលគាត់កែទម្លាប់ហ្នឹងបញ្ហាដែលគាត់ធ្លាប់មានហ្នឹងចុះដូចប្រសើរជាងមុនហើយកូននោះគាត់មានឪពុកម្ដាយខ្លះគាត់បែកបាក់គ្រួសារអញ្ចឹងកូនយើងបាក់ទឹកចិត្តបាក់អីអញ្ចឹងដល់ពេលយើងមកសាលាយើងមានកម្មវិធីទាំងអស់ហ្នឹងគាត់ចាប់ដើមមក fully ហើយឥឡូវខ្លាយជាសិស្សបកែធ្លាប់តែបាក់ទឹកចិត្តដោយសារបាទធ្លាប់បាក់ទឹកចិត្តហើយលាបថ្នាំទៀតខ្លះលាបថ្នាំទៀតបាទគាត់ចង់និយាយថាបាត់គ្រួសារគាត់បែកបាក់អញ្ចឹងបាត់ម្ចាស់ការម្ដាយបាទចាត់ការក៏គាត់ចូលកម្មវិធីរបស់យើងហ្នឹងកម្មវិធីសិក្សារបស់យើងហ្នឹងជួយគាត់ច្រើនគឺមានសមាធិមាននិយាយទៅគឺមួយអាទិត្យហ្នឹងគឺគាត់ធ្វើគ្រប់ដែលយើងផ្ដោតតាំងពីដើមមកដែលខ្ញុំប្រាប់ខាងបងអូនហ្នឹងគឺតាក់ទងជាមួយនឹងមនុស្សពេញលេញបាទអញ្ចឹងកាលណាគាត់ចង់បីកូននឹងរៀនបកែទេប៉ុន្តែហេតុអីគាត់បាក់ទឹកចិត្តទៅលើ behavior ការគ្រប់គ្រងអារម្មណ៍ស្មារតីរបស់គាត់ resilient ពេលជួបវិបត្តិគាត់ធ្វើមិនតែបើយើងផ្ដល់អាហ្នឹងផ្ដល់ការអប់រំអាហ្នឹងឲ្យគាត់បាទចុះឥឡូវនេះគាត់ខ្លាចជាសិស្សបកែហើយម៉ែឪគាត់ឪពុកម្ដាយរបស់គាត់នឹងសរសើរហើយយកកូនផ្សេងសាច់ញាតិអីមកអស់បាទមកអ្នកចិត្តខាងហៅចូលទៀតជាច្រើនគឺខាងបញ្ញវន្តកគឺ word of mouth បាទយើងធ្វើទីផ្សារតិចប៉ុន្តែឪពុកម្ដាយណែនាំតគ្នាបាទដោយសារអីដោយសារកូនគាត់ប្រសើរបាទលោកគ្រូបាទលោកភ្ជាប់នឹងសំណួរនឹងដែរខ្ញុំចង់ឲ្យលោកគ្រូជួយរំលឹកតិចបានដោយសារយើងមើលទៅអាចថាយុវជនយើងគាត់អាចថារៀងភ្លើតភ្លើនខ្លះមួយចំនួនគាត់ភ្លេចឆាប់ភ្លេចខ្លួនសម្រាប់លោកគ្រូថាយុវជនគួរតែពង្រឹងខ្លួនបែបម៉េចដោយសារឥឡូវសម័យ AI ក៏វិវត្តទៅលឿនថាយើងជាយុវសម្រាប់ជាយុវជនគាត់គួរពង្រឹងខ្លួនបែបម៉េចជាមតិយោបល់លោកគ្រូដែលក្នុងវិស័យអប់រំសិស្សបាទហ្នឹងដោយសារយើងឃើញបញ្ហាហ្នឹងហើយបានយើងខំបង្កើតកម្មវិធីសិក្សាដែលជួយកាត់បន្ថយឬក៏ធ្វើឲ្យគាត់មានភាពប្រសើរបាទអញ្ចឹងមនុស្សយើងកាលណាយើងមានបញ្ហាប៉ុន្តែយើងអត់ដឹងថាដោះស្រាយមិនវាជារឿងលំបាកសម្រាប់ហើយជាពិសេសយុវជនរបស់យើងបាទខ្ញុំក៏មានកូនក៏ធំ
ចឹងនៅពេលដែលគាត់ជួបបញ្ហាគាត់ទៅប្រឹក្សាជាមួយអ្នកណាចឹងវាខ្វះការប្រឹក្សានៅប្រទេសយើង psychology វាចេញពី counselor អ្នកប្រឹក្សា psychology រៀងធ្ងន់អ្នកដែលប្រឹក្សាជាមួយ psychologist ណា psychiatrist អានឹងពួកដែល depression អ្នកដែលគាត់ដោះស្រាយបញ្ហាធំធំអញ្ចឹងនៅសាលាចាំបាច់គឺត្រូវតែមាន counselor អ្នកប្រឹក្សាតិចហ្នឹងកុំឲ្យវាធ្ងន់ទាន់តែឥឡូវសួរមនុស្សបញ្ហាក្មេងៗមានបញ្ហាធ្ងន់ហើយយើងបបាហើយទៅលាបថ្នាំហើយបាទលាបថ្នាំផ្សាយប្រសាទលេខថ្នាំអីអញ្ចឹងជាពីមតិរបស់ខ្ញុំហ្មងជាយុវជនដែលល្អគឺគាត់បើសិនជាគាត់មើលអីត្រូវជ្រើសរើសគាត់អានជ្រើសរើសការអានអ្នកខ្លះអានតែបន្លំលោកទេបាទគាត់អានតែបន្លំលោកសុទ្ធអញ្ចឹងល្វើល្វាយតាមនឹងដែរបន្លំលោកមួយចំនួនគឺធ្វើឲ្យគាត់ល្វើល្វាយដែរអញ្ចឹងគាត់ត្រូវអានអ្វីដែលគាត់ចាំបាច់ឥឡូវតាក់ទងជាមួយនឹងយុវជនបច្ចុប្បន្នដែលគាត់ថ្នាក់ទី7ទី8ហ្នឹងគាត់ត្រូវអានអីបញ្ហាសុខភាពអានអីដែលវាចាំបាច់សម្រាប់គាត់ដែលអាចដោះស្រាយបញ្ហារបស់គាត់ហ្នឹងការអានហើយការសេពគប់មិត្តភ័ក្តិអញ្ចឹងយើងបង្កើត environment នៅសាលាយើងបង្កើត environment បង្កើតបរិយាកាសមួយដែលគាត់មានមិត្តភ័ក្តិល្អបើសិនជាអ្នកមានកម្មវិធីមាន bully មានអីដែលមានប៉ះពាល់យើងត្រូវ take action ភ្លាមបាទអញ្ចឹងតាក់ទងជាមួយនឹងហើយមួយទៀតគឺតាក់ទងជាមួយនឹងយើង rest standard របស់គាត់បង្កើតឲ្យគាត់ឧទាហរណ៍ថាគាត់គេហៅ progress report បើយើងនៅយើងហៅថា journey បាទ learning journey អញ្ចឹងពី journey មួយខែមួយ3ខែ6ខែហ្នឹងតើគាត់មាន progress ទៅលើអីខ្លះហើយឬក៏មានបញ្ហាអីអញ្ចឹងគ្រូគាត់ទៅដោះស្រាយបន្ទាន់អញ្ចឹងយុវជនក៏ដូចគ្នាដែរត្រូវមើលខ្លួនឯងជាប្រចាំតែខ្លួនឯងកំពុងតែទៅតាមផ្លូវដែលត្រូវនឹងដោយអ្វីដែលខ្ញុំបានលើកឡើងខាងដើមនឹងអត់តាក់ទងជាមួយនឹងអត្តចរិតតាក់ទងជាមួយនឹងផ្លូវអារម្មណ៍ការ self control ខ្លួនឯងអ្នកដទៃមានថាយើងអាច យើងអាចទំនាក់ទំនងជាមួយអ្នកដទៃជាមួយសង្គមស្មារតីរបស់យើងមិនដែរហើយបើសិនយើងភ្លាមយើងអត់សូវមើលទៅយើងអត់សូវស្រួលយើងរក counselor នៅសាលាយើងមានអញ្ចឹងរក counselor ប្រឹក្សាទៅកុំលាក់ខ្មែរយើងភាគច្រើនលាក់បាទគាត់មានបញ្ហាណាបញ្ហាអីគាត់គិតតែខ្លួនឯងហើយគាត់ឲ្យអត្តន័យខ្លួនឯងថាអស់ន័យឬក៏អីគាត់ទៅឆាចោលយូរនេះឆាចោលទៅណាទៅណីទៅជួយយវាទៅអីចឹងណាបាទចឹងហ្នឹងវាជារឿងមួយដែលសោកស្ដាយសម្រាប់ការអប់រំដែលយើងអត់បានគ្រប់ជ្រុងជ្រោយបាទចឹងហើយបាទយើងត្រូវធ្វើអានឹងឲ្យទៅជា a mass ដើម្បីឲ្យកាត់បន្ថយបាទព្រោះយើងបាន scope ប៉ុណ្ណឹងសាលាយើងបានប៉ុណ្ណឹងយើងធ្វើបានប៉ុណ្ណឹងយើងធ្វើតាមសមត្ថភាពរបស់យើងបាទអរគុណច្រើនលោកគ្រូខ្ញុំចង់សួរទៅសំណួរតោះខ្លួនបន្តិចទៅលើការដឹកនាំរបស់លោកគ្រូដោយសារលោកគ្រូមានបុគ្គលិកច្រើនហើយឥឡូវយើងមានសាខាថែមទៀតតើអ្វីជាកលឹះក្នុងការដឹកនាំរបស់លោកគ្រូផ្ទាល់ខ្លួនអាចចែកម្លែកតិចបាទសាដឹកនាំសាខាច្រើនគឺត្រូវធ្វើម៉េចបង្កើតខ្ញុំនឹងឲ្យបានច្រើនអូបាទពីហោខ្ញុំចង់បានអីក៏គាត់គិតថាចង់បានអីដែរហើយខ្ញុំ care ពីបុគ្គលិកខ្ញុំយកចិត្តទុកដាក់បុគ្គលិកមិនបាទ management របស់ខ្ញុំខ្ញុំមានរូបមន្តរបស់ខ្ញុំអញ្ចឹងគាត់ត្រូវយករូបមន្តហ្នឹងយកទៅដាក់ឧទាហរណ៍ខ្ញុំមានរូបមន្ត 5A ទី1ត្រូវមើលទាំងអស់គឺ appearance attitude ទី2មើលរាល់ថ្ងៃ appearance របស់បុគ្គលិក attitude របស់បុគ្គលិក ability សមត្ថភាពរបស់បុគ្គលិក approach វិធីសាស្ត្រដែលគាត់ធ្វើហ្នឹងវាមានប្រសិទ្ធភាពអត់ចំណាយពេលចំណាយលុយតិចហើយ adaptivity បច្ចេកវិទ្យារបស់គាត់ទាន់សភាពការទាន់ trend អត់រូបមន្ត 5A ហើយរូបមន្ត 3C បាទអញ្ចឹងប្រាប់ពេលជួបបុគ្គលិកគឺត្រូវសរសើរ compliment what they have done បាទ complete បំពេញនៅអ្វីដែលគាត់ខ្វះខាត compound ដឹកដៃរីកចម្រើនដល់គ្នាអញ្ចឹងអ្វីដែលខ្ញុំធ្វើហ្នឹងគឺធ្វើឲ្យឧទាហរណ៍ខ្ញុំជានាយកអញ្ចឹងនាយកច្រើននាយកដូច
មែនតាយុតែខ្ញុំជា CEO អញ្ចឹងគាត់រាល់ថ្ងៃនេះយើងដាក់ផែនការគាត់ខ្លាយជា CEO ដែរបាទគិតពី grow គិតពី financial health គាត់CEO លើពី CEO គាត់មានតួនាទីជាផ្នែកសិក្សាធិការព្រោះនៅសាលាគឺសិក្សាធិការត្រូវជា core កម្លាំងខ្លាំងផ្នែកសិក្សាធិការនោះបើគាត់អត់យល់ពីការដឹកនាំសិក្សាធិការទេគាត់អត់ដឹងពីខ្លឹមនៃសិក្សាធិការ deep down ជ្រៅទេតែអត់ជ្រៅយើងសើយើងបង្កើតធនធានមនុស្សអត់ល្អទេគាត់ត្រូវចេះអីគេប្រម៉ែប្រមូលការសហការដើរតួជាអ្នកនយោបាយអញ្ចឹងប្រម៉ែប្រមូលឲ្យគេចូលរួមមានអាជ្ញាធរមាន stakeholder ទាំងអស់ធ្វើ3នឹងបានល្អអញ្ចឹងខ្ញុំគិតថាសាលានឹងគឺនឹងរីកចម្រើនហើយទៅតាមអ្វីដែលខ្ញុំមើលឃើញចក្ខុវិស័យបេសកកម្មគុណតម្លៃរបស់យើងជាគោលការណ៍ដឹកនាំរបស់លោកគ្រូបើស្ដាប់ជារួមទៅថាបង្កើតអ្នកដឹកនាំដែលមានចក្ខុវិស័យមើលឃើញគោលដៅហើយការតាំងចិត្តដោយលោកគ្រូដែរធ្វើម៉េចឲ្យចង់ខ្លាចជា CEO ដោយលោកគ្រូដែរបាទលោកគ្រូថ្មីនេះដោយសារខ្ញុំឃើញសាលាអន្តរជាតិ AI កំពុងបើកវគ្គសិក្សាថ្មីចំពោះវគ្គសិក្សាថ្មីនេះមានអ្វីដែលពិសេសខុសពីមុនដែរនិយាយទៅយើងសិក្សាការវគ្គសិក្សាថ្មីនេះអ្វីដែលខ្លឹមខ្ញុំបានជជែកអស់ហើយគាត់ថានៅក្នុងចង់រំលឹកដែរថានៅក្នុងសម័យបរិបត្តិនេះយើងឃើញហើយមានសង្គ្រាមមានសេដ្ឋកិច្ចអីយើងក៏មានការបើកវគ្គសិក្សាថ្មីនៅក្នុងខែ3នេះបាទនៅក្នុងខែ3ខាងមុខនេះអញ្ចឹងយើងមានជា scholarship ជាអាហារូបករណ៍រហូតដល់ថ្នាក់ទី12 40%បាទវ៉ាក៏អញ្ចឹងហើយអាហារូបករណ៍ហ្នឹងបើសិនជាគាត់រៀនបកែរៀនអីទៀតមានអាហារូបករណ៍ជាផ្នែកសិក្សាធិការអាហារូបករណ៍ទៅក្រៅប្រទេសហ្នឹងបើសិនគាត់ប្រកួតប្រជែងគាត់មានខំប្រែងមានថាយើងចង់បាន talent យើងចង់ឲ្យមាន role model អញ្ចឹងកាលណាមាន role model ច្រើនកូនសិស្សប្អូនសិស្សប្អូនអីគាត់ inspire តាមហ្នឹងហើយបាទគាត់ខំប្រឹងគាត់ follow អាហ្នឹងបាទអញ្ចឹងនេះជាឱកាសល្អមែនទែនសម្រាប់សិស្សដែលគាត់ឪពុកម្ដាយដែលគាត់មានកូនដែលចង់រៀនថ្នាក់វិទ្យាល័យថ្នាក់ផ្សេងអាចទៅសាលា AA ឥឡូវនេះយើងមាន promotion រហូតដល់ 40% ជាចុងក្រោយលោកគ្រូខ្ញុំចង់ឲ្យលោកគ្រូជួយផ្ដល់ជាសារឬក៏ទស្សនៈទានបន្តិចសម្រាប់អ្នកដែលគាត់ចង់ខ្លាចជាសហគ្រិនដែរចង់ចាប់ផ្ដើមអាជីវកម្មដែរតើគួរតែត្រៀមខ្លួនឬក៏គិតបែបណាដើម្បីឲ្យការចាប់ផ្ដើមរបស់គាត់ហ្នឹងប្រឈមនឹងហានិភ័យប្រាក់ចេញទៀតបាទតកតងជាមួយនឹងខ្ញុំចេះតែវិស័យអប់រំបាទវិស័យអប់រំយល់ច្រើនទៅលើវិស័យអប់រំហើយតាមបទពិសោធន៍ខ្ញុំដែលថ្មីថ្មោងដែរចេញពីការធ្វើការនៅក្នុងវិស័យអប់រំហើយមកបើកជាសាលាខ្ញុំជាអ្វីដែលខ្ញុំចង់ផ្ដល់ឲ្យហ្មងគឺតកតងជាមួយនឹងភាពខ្លាំងពីខាងក្នុងគេហៅ strength of mind បាទភាពខ្លាំងនៅក្នុងមានន័យថាយើងត្រូវមានភាពច្បាស់លាស់ថាយើងចង់បានអីបើខ្ញុំចង់ឲ្យមាន well rounded people ដែលអ្នកដែលគាត់ចង់បើកសាលាឬក៏ធ្វើហ្នឹងគាត់ចង់បានអីតែនៅក្នុងបេះដូងគាត់វាអត់អាចរីងស្ងួតបានណាបាទហើយទៅមានបញ្ហាអីក៏យើងត្រូវទៅមើលអាហ្នឹងវិញនេះបេះដូងយើងនេះបាទអញ្ចឹងដល់ពេលដែលយើងស្គាល់បេះដូងរបស់យើងចង់បានអីហើយenergy power ធម្មពលអីទោះបីឧបសគ្គយ៉ាងម៉េចចេះតែមានវិធីរនេះរនោះដើម្បីធ្វើម៉េចឲ្យសម្រេចចក្ខុវិស័យរបស់យើងហ្នឹងជាចំណុចមួយណាបាទហើយបន្ទាប់ពីនឹងមកបើសម្រាប់ជាយោបល់ខ្ញុំជា team ដែលល្អក្រុមដែលល្អហ្នឹងគឺជាក្រុមដែល complement គ្នាបាទដឹងពីចក្ខុវិស័យហ្នឹងហើយជា dream របស់យើងនឹងទាំងអស់គ្នាហើយអញ្ចឹងត្រូវ complete នៅ dream នឹងផ្នែកណាបាទប៉ុន្តែត្រូវមាន leader មួយដែលខ្លាំងសម្រាប់ team ហ្នឹងត្រូវមាន leader មួយដែលខ្លាំងអញ្ចឹងបានអាចដឹកនាំបាទអាចសញ្ញោកឬក៏អាចស៊ីនជាដាក់កន្លែងណាបាទ placement អញ្ចឹងហ្នឹងមាន team ហើយអញ្ចឹងសកម្មភាពពីផែនការយុទ្ធសាស្ត្រអីផ្សេងធីមយើងត្រូវផែនការយុទ្ធសាស្ត្រអាហ្នឹងយើងធ្វើបានបាទទៅមុខទេនឹងជំហានបន្តការសកម្មភាពហើយ
vị nầy trồng cõi đó trồng cõi cứ thời miền vị nầy nó p đầy dương thưa dương miền trục chế dương đừng miền cao điên số trục cao điên số lại nắng p trục chế đó nhiều cái bánh hát nó p là trục chế đừng mà đợi bánh hát nó người u o rồi khá ở ta ở miền vị nầy cho ba lót nơi p là trục chế nó có chia ở cả trong cả bà chế và nhưng mà thằng vậy ta về để dân chụp ảnh hát vì chỉ learning experience chỉ ấy đó bạn này vậy để khi ông cả nó cái vậy nè nhìn vậy trở này bạn đấy nhập khi ông p để dân chụp chỉ thì dân cả pia mình tên về để chụp chỉ thường mấy mọi người luôn p đưa có một p u o p và chụp liên trở p đó p là khu miền xa những là khi đó chị mà có thằng p để ở toàn miền lưới ở miền cầm ho sơn miền cầm ho tập miền lưới chắc đang bật cao cầm ho trở ra anh chưa nhầm vậy bọn sao đấy là chụp chụp xong ấy đừng ở đây bạn thấy dân nhưng mà mấy đứa xa Hungary stay Hungary hay dân thời to chọc đây xong rồi và chắc con chẳng là cái câu đại ban chừng này p vào trong thiên ngàn đi con đôi khi và con